បាទសូមគោរពនឹងជម្រាបសួរអ៊ំពុំមីងជាកសិករទាំងអស់គ្នាបាទថ្ងៃនេះយើងមកនិយាយគ្នាអំពីតម្លៃស្រូវនៅថ្ងៃទី28ខែ9 2025បាទដឹងពីតម្លៃស្រូវនៅប្រទេសវៀតណាមបាទចំពោះថ្ងៃនេះថ្ងៃទី28នេះប្រតិបត្តិការទិញលក់មានការប្រែប្រួលតិចតួចទេហើយនៅរដូវនេះឈ្មោះឃើញថាទិញតិចតួចប៉ុណ្ណោះហើយចំពោះតម្លៃស្រូវណាំខុងបូនណា504នៅដដែលទេនៅរំពងពី5000ទៅ5100ដុងក្នុង1គីឡូដែលប្រហែលស្មើនឹង759ទៅ774រៀលក្នុង1គីឡូបាទគាត់ជាលុយខ្មែរបាទចំពោះតម្លៃស្រូវ OM 5451គឺមានការថយចុះបន្តិចបើធៀបនឹងថ្ងៃទី25បាទគឺឥឡូវនេះនៅសល់រំពង5700ទៅ5900ដុងក្នុង1គីឡូក្រាមដែលប្រហែលស្មើនឹង864ទៅ894រៀលក្នុង1គីឡូក្រាមបាទចំពោះតម្លៃស្រូវដៃធំ8នៅរំពង5700ទៅ5800ដុងក្នុង1គីឡូក្រាមដែលប្រហែលស្មើនឹង864រៀលទៅ879រៀលបាទពូជស្រូវទាំង3ប្រភេទនេះបើយើងប្រៀបធៀបគ្នាទៅពីតម្លៃស្រូវ EA 504 OM 5451និងដៃធំ8យើងមើលឃើញថានៅថ្ងៃនេះតម្លៃស្រូវ OM 5451គឺរៀងខ្ពស់បើធៀបជាមួយនឹងពូជពី EA ហើយនឹងដៃធំ8បាទនេះគឺជាតម្លៃស្រូវដែលធ្វើការចរាចរណ៍នៅប្រទេសវៀតណាមបាទហើយមានការប្រែប្រួលតម្លៃស្រូវយ៉ាងណាទៀតនោះខ្ញុំនឹងអាប់ដេតព័ត៌មានជូនអ៊ំពុំមីងជាកសិករទាំងអស់គ្នាដើម្បីដឹងពីការទិញលក់នៅប្រទេសវៀតណាមថាតម្លៃវាប្រែប្រួលយ៉ាងណាហើយបាទដើម្បីជាជំនាន់មួយសម្រាប់កសិកររបស់យើងធ្វើស្រែបាទជាចុងក្រោយសូមអរគុណអ៊ំពុំមីងទាំងអស់គ្នាហើយនឹងសូមជូនពរអ៊ំពុំមីងធ្វើស្រែបានទិន្នផលខ្ពស់បាទសូមអរគុណសូមជម្រាបលា